គ្នានេះ សិនបងប្រុសក្រុមហ៊ុនយើងត្រូវការរົບអើយណាមួយបងជ្រាបធនាគារច្រើនទៀត មិនឲ្យពូនស្រីយើងណាតែរៀបការជាមួយនឹងមនុស្សដែលខ្សែធនក្រដូចចាយដែរ យើងខំតាមរកឯងក៏ប៉ិតឯនៅទីនេះសោះឥឡូវឆាប់សងលុយយើងមក ទុកពេលខ្ញុំសិនបានអត់ខ្ញុំនឹងរកដំណោះស្រាយជូនបងឆាប់នេះ បើឯងមិនសងទេយើងនឹងតែប្រឹងពលាយ បងថ្លៃបងឯងជួយខ្ញុំដងទៅតែអញ្ចឹងទេគេចាប់ខ្ញុំដាក់គុកអីបង បើយើងជួយឯងទៅឯងនឹងយកលុយទៅបំផ្លាញទៀតហើយបងណាទៅហៅប៉ូលីសមកចាប់វាទៅរៀបការទៅអ៊ុយសំគ្នានេះសិនបងប្រុសក្រុមហ៊ុនយើងត្រូវការរົບអើយ ហ៎ថាម៉េចក្រុមហ៊ុនយើងត្រូវគេរឹបអស់មែន ហ្នឹងហើយបងម្ចាស់បំណុលមកតាមរកថ្ងៃច្រើនណាបងថ្ងៃមិនឆាប់សងគេទេគេបំណុលគ្នាមិនចាប់ថ្ងៃហើយ ហឺឲ្យបងធ្វើម៉េចទៅក្រុមហ៊ុនយើងខ្សែធនបាត់ហ្នឹងណាមួយបងជ្រាបធនាគារច្រើនទៀត ហ្នឹងហើយបងអញ្ចឹងយើងនាំគ្នាគេខ្លួនមករយៈសិនណារយៈគេមកតាមតន់ណា ហើយមនុស្សសម័យនេះពិបាកទុកចិត្តមែនអូនឯងអាចជួយបង បានហើយយើងមិនឲ្យពូនស្រីយើងណាជួយឯងទេហើយថ្ងៃនេះក៏គ្មានមង្គលការឬក៏ការភ្ជាប់ពាក្យអីនោះដែរយើងមិនឲ្យពូនស្រីយើងណាតែរៀបការជាមួយនឹងមនុស្សដែលខ្សែធនក្រដូចចាយដែរ បងថ្លៃតើបងអាចជួយពួកខ្ញុំសិនបានអត់ឥឡូវនេះពួកខ្ញុំកំពុងតែជួបទុក្ខលំបាកបើសិនជាបងជួយខ្ញុំណាថ្ងៃក្រោយទៅពួកខ្ញុំមិនភ្លេចគុណបងទេ មែនហើយបងថ្លៃមានតែបងថ្លៃទេអាចជួយខ្ញុំបានឥឡូវបងឯងអាចជួយខ្ញុំសិនទៅណា ស្អីគេឲ្យយើងទៅជួយពួកឯងបើក្រុមហ៊ុនពួកឯងឥឡូវកំពុងតែខ្សែធនហ្នឹងបើយើងជួយពួកឯងទៅពួកឯងរក10ជាតិទៀតក៏សងយើងមិនគ្រប់ផង មិនបងថ្លៃនិយាយអញ្ចឹងខ្ញុំអត់ដែលពឹងពាក់បងថ្លៃទេទៅទៅលើកទី1ទេបើបងឯងជួយខ្ញុំណាលើកក្រោយខ្ញុំនឹងជួយបងឯងវិញខ្ញុំមិនភ្លេចគុណបងឯងទេ បានហើយឯងឆ្លេះដល់ចំណុចសូនហើយទោះតែយ៉ាងណាក៏យើងមិនឲ្យលុយឯងខ្ចីចដាច់ខាត បងថ្លៃបងត្រូវតែជួយពួកខ្ញុំសិនមកណាបើបងមិនជួយពួកខ្ញុំមិនដឹងពឹងពាក់ទេណាមួយពួកខ្ញុំឲ្យបងថ្លៃ យើងមិនខ្វល់ថាឯងចាប់គុកឬក៏មិនចាប់គុកអីទេព្រោះវាជារឿងគ្រួសាររបស់ឯងហើយឯងត្រូវចាំទុកក្នុងខួរយើងមិនឲ្យពូនស្រីយើងទៅលំបាកជាមួយពួកឯងទេ អូន បានហើយកុំយកដៃកខ្វក់បើប៉ះពូនស្រីយើងទោះជាយ៉ាងណាក៏យើងមិនឲ្យពូនស្រីយើងតែឯងដែរ អូនដូចបងស្រីអនឯងនិយាយមែនអត់ យើងខំតាមរកឯងក៏ប៉ិតឯនៅទីនេះសោះឥឡូវឆាប់សងលុយយើងមក បងទុកពេលខ្ញុំសិនបានអត់ខ្ញុំនឹងរកដំណោះស្រាយជូនបងឆាប់នេះ រត់ដំណោះស្រាយអីទៀតក្រុមហ៊ុនឯងត្រូវដួលលំអីឥឡូវឯងឆាប់សងលុយយើងមកបើឯងមិនសងទេយើងនឹងតែប្រឹងពលាយ មែនអញ្ចឹងឯងបងខ្ញុំពិតជារកដំណោះស្រាយជូនបងពិតមែនអូនបងបានអត់ ឯងឃើញទេសូម្បីតែពូនស្រីយើងក៏រត់ចាយដែរ បងថ្លៃបងឯងជួយខ្ញុំដងទៅតែអញ្ចឹងទេគេចាប់ខ្ញុំដាក់គុកអីបង យើងមិនជួយមនុស្សខ្សែធនដូចឯងទេបើយើងជួយឯងទៅឯងនឹងយកលុយទៅបំផ្លាញទៀតហើយបងទៅហៅប៉ូលីសមកចាប់វាទៅ អមប្រកាសជាតែទៅប៉ូលីសអស់ក្បាលពុកអីឥឡូវលោកប៉ូលីស ហ្នឹងហើយបងពួកខ្ញុំមិនរៀបគម្រោងការអញ្ចឹងទេពួកយើងមិនដឹងចរិតពិតរបស់គេមិនអីនេះស្មៃឥឡូវបាក់ទុកចិត្តណាថ្ងៃគួរឲ្យកាត់ចិត្តណាពួកឯងនៅមានមនុស្សស្រីល្អៗជាច្រើនទៀតអញ្ចឹងយើងបាច់ខ្វល់ពីមនុស្សស្រីបែបហ្នឹងទេ ហ្នឹងហើយអូនអរគុណឯងពីអ្នកច្រើនណាបើមិនបានពួកអូនឯងអត់ដឹងពីចរិតស្រីហ្នឹងទេ ឥឡូវបងបាច់ខ្វល់ទេពីចរិតមនុស្សស្រីបែបហ្នឹងតាយើងទៅវិញ